សូមស្វាគមន៍មកកាន់ Channel និយាយពីសុខភាពនិងរឿងប្រឡោមលោកសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានរឿងមួយដែលមានចំណងជើងថាការតស៊ូរបស់កុមារាក្រីក្រម្នាក់រហូតក្លាយទៅជាអ្នកមានបាទអញ្ចឹងសូមរីករាយសម្រាប់ដូចតទៅបាទនេះសុខុមកើតនៅក្នុងគ្រួសារក្រីក្រនៅឯជនបទឆ្ងាយឪពុកម្ដាយរបស់គេមានជីវភាពខ្វះខាតណាស់សូម្បីតែថ្លៃបង់សាលាក៏ពិបាករកដែរតាំងពីក្មេងមកសុខុមបានដឹងច្បាស់ថាមានតែការរៀនសូត្រទេទើបអាចផ្លាស់ប្ដូរវាសនារបស់គេបានជារៀងរាល់ព្រឹកសុខុមមុននឹងទៅសាលាគេត្រូវក្រោកតាំងពីព្រលឹមដើម្បីជួយធ្វើស្រែចម្ការរបស់ឪពុកម្ដាយគេពេលរសៀលក្រោយពីចេញពីសាលាសុខុមមិនដែលខ្ជិលច្រអូសឡើយគេតែងតែដឹកជញ្ជូនទឹកទៅលក់ឬដើររើសអេតចាយដើម្បីរកប្រាក់បន្តិចបន្តួចប្រាក់កម្រៃទាំងអស់នោះត្រូវបានគេសន្សំទុកសម្រាប់ទិញសៀវភៅនិងថ្លៃសិក្សាបន្ថែមពេលខ្លះគេត្រូវអង្គុយរៀនក្រោមភ្លើងចង្គៀងប្រេងកាតនាពេលយប់ជ្រៅភាពនឿយហត់កម្រិតនេះមិនបានធ្វើឲ្យសុខុមបោះបង់ចោលក្តីសុបិនឡើយនៅវិទ្យាល័យសុខុមបានរកការងារជាអ្នករត់តុនៅហាងកាហ្វេមួយកន្លែងគេត្រូវធ្វើការពេញមួយល្ងាចរហូតដល់បិទហាងទោះបីជាត្រូវចំណាយពេលធ្វើការច្រើនក៏ដោយតែបន្ទុកសិក្សារបស់គេនៅតែល្អដដែលគេតែងតែឆ្លៀតឱកាសអានសៀវភៅចន្លោះពេលម៉ោងសម្រាប់ពីការងារគ្រូនិងមិត្តភ័ក្តិទាំងអស់បានកោតសរសើរដល់ការតស៊ូនិងឆន្ទៈមុតមមរបស់គេណាស់ក្រោយពីប្រឡងជាប់បាតឌុបដោយបាននិទេសល្អផងសុខុមបានបន្តទៅរៀនថ្នាក់សាកលវិទ្យាល័យមួយនៅឯទីក្រុងភ្នំពេញពេលទៅដល់ទីក្រុងភ្នំពេញជីវិតកាន់តែលំបាកគេត្រូវរកការងារធ្វើផងជាអ្នកយាមការនៅពេលយប់ផងយប់ខ្លះគេត្រូវអត់ងងុយរៀនដល់ម៉ោង2ឬ4ទៀបភ្លឺមេរៀនដ៏ច្រើនសន្ធឹកសន្ធាប់និងការងារដ៏តានតឹងហាក់បីដូចជាសាកល្បងដ៏ធំមួយតែសុខុមប្រើភាពអត់ធ្មត់ជាខែលការពារនឹងការឧស្សាហ៍ព្យាយាមជាអាវុធនៅទីបំផុត4ឆ្នាំបានកន្លងផុតទៅគេត្រូវបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រដោយបានជោគជ័យដោយសារមានចំណេះដឹងខ្ពង់ខ្ពស់និងបទពិសោធន៍ការងារច្រើនគេត្រូវបានក្រុមហ៊ុនធំមួយទទួលឲ្យចូលធ្វើការសុខុមធ្វើការដោយស្មោះត្រង់និងឧស្សាហ៍ព្យាយាមមានភាពគិតគូរបានវែងឆ្ងាយគេតែងតែយកចិត្តទុកដាក់អភិវឌ្ឍជំនាញរបស់ខ្លួនដោយឥតឈប់ឈរឡើយប៉ុន្មានឆ្នាំក្រោយមកគេឡើងឋានៈជាអ្នកគ្រប់គ្រងជាន់ខ្ពស់នៅក្នុងក្រុមហ៊ុននោះក្រោយមកសុខុមបានសម្រេចចិត្តបើកក្រុមហ៊ុនផ្ទាល់ខ្លួនដែលផ្ដើមចេញពីជំនាញនិងបទពិសោធន៍ដែលគេមានស្រាប់ផងក្រុមហ៊ុនរបស់គេទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ដោយសារតែការខិតខំប្រឹងប្រែងនិងភាពស្មោះត្រង់របស់គេធំកុមារភាពក្រីក្រពីមុនបានក្លាយជាស្ត្រីវ័យក្មេងម្នាក់ដែលគួរឲ្យគោរពគេបានសាងសង់ផ្ទះមួយជូនឪពុកម្ដាយនៅឯស្រុកកំណើតគេតែងតែចែករំលែកបទពិសោធន៍ថាភាពជោគជ័យមិនមែនកើតឡើងដោយចៃដន្យនោះទេវាគឺជាផ្លែផ្កានៃការរៀនសូត្រនិងការខិតខំធ្វើការងារដែលឥតឈប់ឈរទោះក្នុងកលៈទេសៈលំបាកណាក៏ដោយបាទនៅក្នុងមេរៀននេះក៏ចង់និយាយអំពីភាពតស៊ូរបស់កុមារម្នាក់ដែលកើតចេញពីគ្រួសារអ្នកក្រីក្រហើយព្យាយាមរៀនសូត្ររហូតដល់បានផ្លែផ្កានិងបានមានឋានៈជា CEO នៅក្នុងក្រុមហ៊ុនផ្ទាល់ខ្លួនដែលគាត់បានបង្កើតឡើងដោយសារការខិតខំប្រឹងប្រែងរបស់គាត់ផងដែរបាទហ្នឹងអញ្ចឹងមេរៀននេះគឺចង់បង្ហាញតែប៉ុណ្ណឹងអញ្ចឹងសូមអរគុណជាចុងក្រោយសូមអរគុណដល់បងប្អូនដែលបានចុច Subscribe និងដាក់រូបកណ្ដឹង
យើងខ្ញុំនឹងពុំនាំយកនៅរឿងនិទាននិងនិយាយពីសុខភាពល្អៗដើម្បីចែកជូនបងប្អូនសន្តាប់នៅពេលក្រោយទៀតសូមអរគុណ